វាអត់មានសម្លេងណាមកឲ្យយើងត្រូវតែទាស់តែម្យ៉ាងហ្នឹងទេកុំឲ្យយើងឮចំពោះតែសម្លេងដែលយើងចង់រំលាយអាចំណង់ហ្នឹងចេញទៅយើងចេះឮសម្លេងដែលប៉ះនឹងតិចបានហើយឲ្យតែចិត្តយើងវាអត់មានអាមេទាស់ហ្នឹងវាអត់មានស្អីសម្រាប់ឲ្យយើងទាស់ចឹងទៅទេយើងនឹងវាទាស់អូយទាស់នឹងមេឃទាស់នឹងដីទាស់នឹងភ្លៀងអាកាលដែលអត់ភ្លៀងហ្នឹងក៏ទាស់នឹងឯងខ្វះទឹកដល់ឥឡូវហ្នឹងវាលើសទឹកអញ្ចឹងទៅក៏ទាស់ក្តៅក៏ទាស់ត្រជាក់ក៏ទាស់ខ្យល់ក៏ទាស់អត់ខ្យល់ក៏ទាស់អ្នកណានិយាយច្រើនពេកហ្នឹងក៏ទាស់និយាយតិចហ្នឹងក៏ទាស់និយាយខ្លាំងហ្នឹងក៏ទាស់អាអត់និយាយហ្នឹងក៏ទាស់អានៅស្ងៀមហ្នឹងក៏ទាស់វាសត្វតែទាស់ទាំងអស់ដល់អញ្ចឹងទៅអ្នកដែលកើតទុកគឺអ្នកទាស់នឹងឯងចឹងណាយើងត្រូវយល់ថាអ្វីទាំងអស់ហ្នឹងមិនមែនតម្រូវឲ្យយើងត្រូវតែទាស់មិនមែនដូចតែយើងយល់ថាមិនឲ្យខ្ញុំខឹងហ្មងបើវាចេះហ្នឹងឯងញាប់មាត់ស្មេអញ្ចឹងទៅមិនឲ្យខ្ញុំខឹងយ៉ាងម៉េចចឹងហ្នឹងឯងមិនឲ្យខ្ញុំទាស់យ៉ាងម៉េចមិនឲ្យខ្ញុំជេរយ៉ាងម៉េចមិនឲ្យខ្ញុំស្ដីមិនឲ្យខ្ញុំថាយ៉ាងម៉េចអីអញ្ចឹងហ្នឹងឯងអាហ្នឹងគឺសូមឲ្យពុទ្ធបរិស័ទយើងបានជ្រាបថាអារម្មណ៍ក្នុងโลกទាំងអស់ហ្នឹងមិនមែនជាអារម្មណ៍ដែលត្រូវមកបង្ខំត្រូវមកបង្កប់ត្រូវមកគៀបសង្កត់ឲ្យយើងត្រូវតែទាស់ត្រូវតែខឹងទៅទេរឿងនេះវាជារឿងផ្លូវចិត្តរបស់យើងដែលខ្វះស្មារតីតែប៉ុណ្្នឹងទេនឹងឯងចឹងដូច្នេះយើងស្ដាប់ម្ដងទៀតថាកុំឲ្យយើងឮចំពោះតែសំឡេងដែលយើងពេញចិត្តចង់ឮតែប៉ុណ្ណឹងចឹងយើងត្រូវប្រគល់តិចហ្នឹងឲ្យទៅម្ចាស់របស់គេគឺសំឡេងនឹងឯងព្រោះតិចជាលោកនៃសត្វទេរមចឹងនឹងឯងហ្នឹងសត្វទេរមគឺសំឡេងហ្នឹងណាគឺដូចជាម្ចាស់ផ្ទះអញ្ចឹងគេចេញចូលផ្ទះរបស់គេហ្នឹងឯងវាស្រេចទៅនៅលើម្ចាស់គេហើយយើងនឹងស្អីមកហួងហែងផ្ទះគេហ្នឹងអាហ្នឹងឲ្យយើងយល់ចឹងទៅភ្នែកជាលោកនៃរូបបារម្ភកុំឲ្យយើងឃើញចំពោះតែរូបដែលយើងចង់ឃើញដាប់ឲ្យបានរឿយរំលឹកអាហ្នឹងបានយើងយល់ថាអូតាមពិតចឹងមែនដល់តែយើងមានស្មារតីទៅមិញហ្នឹងប្រុងខឹងហើយមិញហ្នឹងប្រុងខឹងហ្នឹងហើយប្រុងទៅថាប្រុងទៅស្ដីហើយមិញហ្នឹងហើយដល់ទៅលឺលោកគ្រូរំលឹកថាកុំឲ្យយើងលឺចំពោះតែសំឡេងដែលយើងចង់លឺយើងត្រូវតែរៀនឲ្យចេះលឺសំឡេងដែលប៉ះនឹងតិចឃើញណាដល់អញ្ចឹងទៅបានយើងដឹងថាអូអាមេទាស់នៅក្នុងចិត្តអញនេះតាហ្នឹងហើយមិនមេទាស់នៅគេនោះទេហ្នឹងហើយដូចជាព្រះអង្គបង្រៀនភិក្ខុទាំងឡាយអំពីឆ្កែអង្គេស៊ីរដូវតិចស្រឹបចឹងទៅណាភិក្ខុត្រូវប្រើប្រាស់សង្ឃាដី4ជាន់អញ្ចឹងណាតិចហើយឆ្កែហ្នឹងវារុះរោមអស់លមាស់រត់ត្រឹកបោលទៅនៅកន្លែងណាក៏មិនសក់នៅកន្លែងណាក៏មិនសក់វាមិនមែនមេរមាស់ហ្នឹងនៅកន្លែងហ្នឹងឯណាអាមេរមាស់ហ្នឹងវានៅនឹងស្បែកនឹងស្បែកឆ្កែហ្នឹងអញ្ចឹងទៅវានៅកន្លែងណាក៏មិនសក់នៅកន្លែងណាក៏មិនសក់នឹងឯងព្រះអង្គបង្រៀនអំពីមេរមាស់ហ្នឹងគឺកិលេសនៅក្នុងចិត្តអ្នកទាំងឡាយហ្នឹងឯងត្រូវនាំចេញត្រូវបណ្ដេញចេញដាក់ថ្នាំនឹងឯងគឺបដិបត្តិធម៌នឹងឯងឲ្យវាអស់អាមេរមាស់ពីក្នុងចិត្តនឹងអញ្ចឹងទៅដល់អញ្ចឹងវាមានស្អីដែលសម្រាប់ឲ្យទាស់ទៀតហ្នឹងឯងអាមេទាស់ហ្នឹងយើងអត់បានអញ្ជើញមកទេអានេះភ្ញៀវមុខក្រាស់តាអត់បានអញ្ជើញក៏មកដែរហ្នឹងឯងឥឡូវសុំអញ្ជើញទៅវិញអត់ស្វាគមន៍ទេហ្នឹងឯងគាត់ឯងនឹងមកនាំរឿងអញ្ចឹងអាហ្នឹងយើងអញ្ចឹងទៅអត់មានទោសពេកអីទេណាហ្នឹងឯងអត់មានទោសពេកអីទេកុំតែភ្ញៀវយើងនោះល្អជានីអីត្រឹមត្រូវចឹងហ្នឹងឯងបើភ្ញៀវហ្នឹងជាមនុស្សខូចណាហ្នឹងឯងហ្នឹងឯងមកបំបែកបំបាក់មក
ដើម្បីនឹងញុះញង់ឲ្យអាលអីអញ្ចឹងនាំរឿងនាំរាវអីចឹងទៅយើងក៏សម្រួលទៅតាមនឹងចឹងទៅនឹងឯងមិនស្វាគមន៍មិនទទួលអីចឹងទៅនឹងឯងប៉ុន្តែសូម្បីតែចោលដែលមកប្រុងលួចចោលខ្លះក៏មកលួចចឹងមែនទៅលួចស្បែកជើងលួចអីមើលស្លៀកពាក់អាតបាតសំរុំហ្នឹងឯងសម្លៀកបំពាក់ជាអ្នកបន់ទៀនអីចឹងខ្មៅសអីចឹងប៉ុន្តែត្រូវពិនិត្យមើលផងណាហ្នឹងឯងតិចច្រឡំផ្ញើកាបូបលុយណាផ្ញើទូរស័ព្ទអីចឹងទៅហ្នឹងឯងបាត់ចឹងទៅបាត់ទាំងកាបូបលុយបាត់ទាំងមុខអ្នកហ្នឹងចឹងបាត់ហ្នឹងឯងប្រហែលធ្វើមិនបានទេចឹងចាស់បន់អីរាប់លុយរាប់កាក់អីចឹងទៅមើលអ្នកដែលរៃប្រាក់បូជាពធអីផងណាហ្នឹងឯងផ្ញើលុយផ្ញើកាក់អីមកចូលបន់មើលផងណាកុំឲ្យមើលទៅសម្លៀកបំពាក់ហ្នឹងឯងប្រយ័ត្នមកដល់កន្លែងផ្ទែលហ្នឹងមានតែស្រោមអត់មានអាក្នុងមានតែស្រោម 50000 20000 30000ហើយទៅតេហ្នឹងគឺគ្រាន់តែចង់បញ្ជាក់ថាវាមានមនុស្សចឹងប៉ុន្តែមានពេលអត់ទោះទេមានពេលមួយនោះចៅនឹងឯងស្រាប់តែមកឃើញថាអញហើយអញដើរធ្វើចៅភ័យខ្លាចទុកលំបាកសពគ្រប់មើលណាមើលពុទ្ធបរិស័ទដតីណាមនុស្សដូចតែយើងដែរហើយគាត់មានតែក្តីសុខណាមកអង្គុយស្ដាប់ធัวយ៉ាងត្រជាក់ស្រួលមើលមុខស្រស់បោះរីករាយអីចឹងទៅយើងក៏គួរតែអញ្ចឹងដែរទៅមិននៅតែធ្វើចោលទៅអីទៀតតាំងចិត្តស្ដាប់ពធัวស្ដាប់ទៅបានសម្រេចសោតាបត្តផលអានឹងទៅប្រុងលួចសោះណាចូលវត្តចេតពុនចឹងហ្នឹងឯងចូលវត្តចេតពុនហ្នឹងឯងចឹងបុគ្គលដែលល្ងងបុគ្គលដែលជាពេលដឹងថាខ្លួនឯងពេលដឹងតែខ្លួនឯងល្ងងណាព្រះអង្គសម្ដែងថាអាចបានជាបណ្ឌិតហ្នឹងឯងអញ្ចឹងគឺនេះរៀបរាប់អំពីរឿងភ្ញៀវខាងក្រៅយើងពិនិត្យមើលទៅតាមហ្នឹងក៏ប៉ុន្តែភ្ញៀវខាងក្នុងល្អិតល្អន់ណាចឹងត្រូវតែអាស្រ័យសតិសម្បជញ្ញៈនឹងឯងសិក្សាសង្កេតពិនិត្យស្ដាប់ប្រធัวផងផ្ទៀងផ្ទាត់ផងដើម្បីឲ្យបានដឹងថាណែមេតោះនឹងឯងគឺជួនកាលយើងគ្រប់គ្រងណាយើងគ្រប់គ្រងលោភៈហ្នឹងក៏គ្រប់គ្រងណាស់ហើយមោហៈហ្នឹងទាំងមិនទាំងដឹងថាជាមោហៈផងមានតែគ្រប់គ្រងទោសៈហ្នឹងទៅទៀតថាខ្ញុំត្រូវតែខឹងហ្នឹងឯងគឺគ្រប់គ្រងកុំឲ្យតែខ្ញុំហ្នឹងខ្លាំងដៃណាស់ប៉ុណ្ណឹងខំអីមិនបានចេះអីចឹងទៅទេគឺគ្រប់គ្រងយកសេចក្តីក្រោធខឹងហ្នឹងមកធ្វើជាអង្គរៈអ្នករសាខ្លួនហ្នឹងឲ្យបានប្រសើរទៅទៀតលើកតម្កើងអីចឹងប៉ុន្តែតាមពិតនឹងឯងគឺជាមេតោះនៅក្នុងជីវិតរបស់យើងចឹងហើយដល់ទៅតោះវាត្រូវកើតទុក្ខបាបហើយកើតទុក្ខទៀតមើលហើយយើងចេះគ្រប់គ្រងមកអំពីអីមកពីយើងមិនទាន់បានទទួលនៅភាពសុខភាពស្ងប់ភាពត្រជាក់អំពីមេត្តាចិត្តអំពីការឲ្យអភ័យអំពីការអប់រំនៅសេចក្តីស្ងប់ចិត្តមិនទាន់បានទទួលនៅសេចក្តីសុខពីការចម្រើនបញ្ញាយើងមិនដឹងថាសេចក្តីសុខនឹងបែបណាមានសភាពបែបណាយើងក៏ចិត្តតែគ្រប់គ្រងភាពដែលមួម៉ៅក្តៅក្រហាយនឹងចឹងទៅវាដូចជាយើងកើតឃ្លួងរមាស់អញ្ចឹងណាដល់អញ្ចឹងដល់ទៅយើងដេកឆ្អើភ្លើងឡើងក្តៅខ្លោចស្បែកអញ្ចឹងទៅបានយើងដឹងថាស្រួលព្រោះវាក្តៅខ្លាំងអញ្ចឹងទៅវាស្ងប់រងាប់នៅអារមាស់ហ្នឹងវាទៅជាប្រកបឲ្យដឹងថាស្រួលអញ្ចឹងទៅវិញហ្នឹងឯងចឹងប៉ុន្តែអាត្រង់ដែលសុខស្រួលដែលមិនកើតរោគរមាស់ហ្នឹងយើងវាមិនដឹងតែថាវារមាស់រហូតចឹងមកហើយនេះអាមេរមាស់ក្នុងចិត្តយើងហ្នឹងណាយើងទទួលស្គាល់សេចក្តីសុខនឹងចង់កញ្ចក់យើងទទួលស្គាល់សេចក្តីសុខនឹងដេកឆ្អើភ្លើងនឹងឯងចឹងដែលជា
កាមសុខកិលេសសុខអីទាំងអស់ហ្នឹងទាំងដែលជាមិលហៈសុខសុខដែលស្មោកគ្រោកហ្នឹងយើងទទួលដឹងថាហ្នឹងសេចក្តីសុខយើងមិនដែលបានដឹងសេចក្តីសុខដោយនេកខមៈសុខវិវេកសុខឧបសមៈសុខសម្ពោធិសុខអីអញ្ចឹងទៅយើងវាមិនដឹងទៅសេចក្តីសុខហ្នឹងយ៉ាងម៉េចចឹងទៅម្ល៉េះហើយក៏យើងសរសើរនឹងចុងកញ្ចក់នឹងឯងចុងកញ្ចក់ហ្នឹងដែលខ្វោកទៅអូយស្រួលណាស់មកស្រួលណាស់អញ្ចឹងទៅណាអាហ្នឹងឯងចឹងគឺដោយសារវាមានរោគរមាស់ហ្នឹងអាមេរមាស់ហ្នឹងគឺកិលេសក្នុងចិត្តហ្នឹងឯងដែលវាធ្វើឲ្យស្រាវស្រាបមកស្រើបមកទៅតាមរយៈប្រសាទទាំង5ហ្នឹងគឺភ្នែកជាច្រមុះអណ្ដាតកាយហ្នឹងប្រសាទហ្នឹងដែលត្រូវការរូបសម្លេងក្លិនរសផតពៈហ្នឹងដែលប្រៀបដូចជាចុងកញ្ចក់ហ្នឹងណាដែលវាចូលមកធ្វើឲ្យផ្លូវចិត្តនឹងឯងសម្គាល់ថាស្រួលហ្នឹងឯងទៅតាមរយៈរូបសម្លេងក្លិនរសផតពៈហ្នឹងគឺដោយសារវាមានមេរមាស់ក្នុងចិត្តនឹងឯងចឹងហ្នឹងឯងដូច្នេះគឺយើងត្រូវតែដាក់ថ្នាំទាំងឱសថគឺការប្រព្រឹត្តធម៌ដោយទានសិលភាវនាសមថវិបស្សនាទាំងដើម្បីឲ្យជារោគរមាស់ហ្នឹងចឹងទៅបានយើងឃើញសេចក្តីសុខហ្នឹងមានក្នុងចិត្តរបស់យើងហើយស្រេចគឺការដែលស្ងប់រងាប់រាគៈទោសៈមោហៈនឹងឯងស្ងប់រងាប់នៅទិដ្ឋិមានៈស្ងប់រងាប់នៅការកំណាញ់ចំណែននឹងឯងគឺសេចក្តីសុខហើយស្រេចដោយសារការស្ងប់រងាប់នៅរោគនឹងចឹងគឺពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់បានស្គាល់ប្រភពនៃសេចក្តីសុខគឺក្នុងចិត្តសន្តាននឹងឯងចឹងមិនផ្ទះផ្ទែងទៅរកសេចក្តីសុខអំពីខាងក្រៅរហូតដល់ទៅផុតជើងមេឃអីថាអញ្ចឹងទៅចោះចង់និយាយថាស្ទុះស្ទាទៅរកសេចក្តីសុខឆ្ងាយទាំងដោយអត់បានដឹងថាសេចក្តីសុខនៅក្នុងការស្ងប់រងាប់នៃចិត្តសន្តានរបស់ខ្លួនដោយសារព្យាបាលរោគរមាស់រោគឃ្លួងនឹងឯងចឹងនឹងចឹងទៅឬក៏ថាសម្គាល់សេចក្តីសុខនឹងទៅជាមួយគ្នានឹងរបស់ខាងក្រៅដោយប្រការផ្សេងចឹងទៅនឹងឯងទៅជាធ្លាប់អស់រលីងទៅដល់ទៅមែនទែនទៅសុខចិត្តឆ្លោះប្រកែកទាស់ទែងគ្នាដើម្បីហួងហែងការពាររបស់ខាងក្រៅនឹងអានឹងឯងទៅដល់ថ្នាក់វង្វេងទេវង្វេងជាមួយគ្នានឹងកាមសុខកិលេសសុខនឹងឬក៏សាមិសសុខនឹងវង្វេងហួងហែងរបស់ទាំងអស់នឹងរហូតដល់ទៅចិត្តនឹងឯងកើតទុកក្រំគ្រាក្តុកដួលក្តៅកាហាយបណ្ណាក៏ចេះតែប្រព្រឹត្តទៅបានដែរឲ្យតែបាននៅរបស់ជាទីស្រឡាញ់ជាទីពេញចិត្តមកពីធ្លាប់ផ្សែផ្សោយនៅរបស់នឹងទៅវាបានសុខបានសំណុកបានស្រួលមុនដំបូងវាតេតួងពីរូបកាយនឹងមកដែលអត់បាយមិនបានអត់សម្លៀកបំពាក់មិនបានអត់ផ្ទះសម្បែងមិនបានឈឺអត់ថ្នាំមិនបាននឹងដល់អញ្ចឹងក៏ត្រូវរកបច្ច័យ4ហ្នឹងដល់ទៅរកបានមកឆ្អែតណាឃ្លានទៅវាឆ្ងាញ់អញ្ចឹងទៅក៏សម្គាល់ត្រង់ដែលថាឆ្ងាញ់នឹងសុខអាឆ្អែតនឹងសុខអញ្ចឹងទៅអាឆ្ងាញ់នឹងចុងដាតអាឆ្អែតនឹងដោយសារកាយសម្ផស្សនឹងអញ្ចឹងទៅដូច្នេះវាទៅជាសម្គាល់សេចក្តីសុខនឹងនៅនឹងវត្ថុនៅនឹងរបស់នៅនឹងកាមគុណនឹងអញ្ចឹងទៅដល់អញ្ចឹងទៅវាវង្វេងទៅហួងហែងវត្ថុកាមគុណសូម្បីចិត្តនឹងឯងតំបៅរីកក្រំគ្រាណាប៉ុណ្ណាក៏មិនបានយកចិត្តទុកដាក់ដើម្បីជាបាលរោគស្វែងរកសេចក្តីសុខក្នុងចិត្តសន្តានទេវាទៅជាហួងហែងវត្ថុកាមគុណហ្នឹងមកអំពីវត្ថុកាមគុណនឹងឯងដែលនាំឲ្យយើងបានសុខវាធ្លាប់អស់រលីងអញ្ចឹងណាធ្លាប់ឡើងលប់សតិអស់រលីងអញ្ចឹងណាវាសុខចិត្តទៅថាចិត្តនឹងឯងប្រព្រឹត្តទៅដោយអំណាចនៃសេចក្តីមួម៉ៅក្តៅកាហាយប្រព្រឹត្តទៅក្នុងបញ្ញវេរាប្រព្រឹត្តទៅក្នុងការឆ្លោះប្រកែកទាស់ទែងគ្នាប្រព្រឹត្តទៅក្នុងការដែលមានទុច្ចរិតអីសពគ្រប់ទាំងអស់ក៏អត់ដឹងតែពីរឿងហួងហែងរបស់ដែលខ្លួនឯងធ្លាប់បានសុខធ្លាប់បានសំណុកធ្លាប់បានស្រួលតាំងពីដើមមកដែលវាខ្វះខាតនឹងឯងបានអ្វីនឹងឯងដែលធ្វើឲ្យយើងរស់ហើយធ្វើឲ្យយើងសុខហើយក៏គ្រប់គ្នាអញ្ចឹងទៅដឹងតែពីដណ្ដើមគ្នាអញ្ចឹងទៅក៏គេក៏ចង់បានយើងក៏ចង់បានដឹងតែពីប្រជែងគ្នាទៅតាមពិតសេចក្តីសុខគឺនៅត្រង់ជាបាលរោគផ្លូវចិត្តខ្លួនឯងឯនេះសោះនឹងឯងរបស់ខាងក្រៅហ្នឹងគ្រាន់តែជាបច្ច័យល្មមដើម្បីញ៉ាំងជីវិតិន្ទ្រីឲ្យប្រព្រឹត្តទៅបានរស់ហើយក៏យើងចិញ្ចឹមសិលបានរស់ហើយក៏ប្រព្រឹត្តព្រមចរិយធម៌តែប៉ុណ្្នឹងទេរបស់ខាងក្រៅហ្នឹង
នឹងឯងចង់រំលឹកដើម្បីបងប្អូនពុទ្ធបរិស័ទទាំងអស់បានជ្រាបអំពីសេចក្តីសុខពិតប្រាកដក្នុងជីវិតរបស់យើងគឺសេចក្តីសុខក្នុងចិត្តសន្តាននឹងឯងចឹងអញ្ចឹងគឺក្នុងសេចក្តីទាំងអស់នេះកាលណាបើយើងបានយល់ថាជីវិតយើងរស់នៅវាមានរូបជីវិតិន្ទ្រីហើយនិងជីវិតិន្ទ្រីចេតសិកនឹងឯងដែលមានតែរូបកាយជាធាតុមិនដឹងហើយនឹងនាមធัวដែលជាធាតុដឹងតែប៉ុណ្្នឹងទេហើយបើធាតុដឹងនឹងឯងប្រព្រឹត្តទៅដោយសតិបញ្ញាមានចំណេះដឹងភ្លឺថ្លាឆ្លាតឆ្លៀសវាងវៃយល់កិច្ចការងារដែលត្រូវអប់រំសន្សំចម្រើនហើយរីករាយនៅក្នុងកិច្ចការងារដែលខ្លួនឯងបានធ្វើនឹងតែហ្មងចឹងគឺសេចក្តីសុខឃើញច្បាស់ក្នុងបច្ចុប្បន្នតនភ្នែកសេចក្តីសុខនឹងផ្ទាល់ពេលវេលាដែលចិត្តនឹងឯងប្រព្រឹត្តទៅដោយសទ្ធាសុខាសទ្ធាបតិដ្ឋិតាចិត្តនឹងប្រកបដោយសិលគឺសុខខាងយាវចរិយាសីលੰចិត្តនឹងមានបញ្ញាសុខោបញ្ញាបដិលាភោគឺថាប្រព្រឹត្តទៅដោយកតញ្ញូតាធัวបំរើមេត្តាបំរើបិតាបំរើសមណៈព្រាហ្មណ៍ភិក្ខុសង្ឃមានសេចក្តីសុខប្រព្រឹត្តទៅតនពេលវេលានឹងតែម្ដងដូច្នេះយល់ដឹងអំពីការសន្សំសេចក្តីសុខនឹងឯងទាំងទោះជាយើងមិនទៅកើបឲ្យវាច្រើនប៉ុណ្ណាប៉ុន្តែសន្សំព្រះអង្គទ្រង់ប្រកាសសម្ដែងថាឧតពិន្ទុនិបាតេនៈឧតកំភោបិពរតិអាពរតិធិរោបញ្ញសៈថោកាំងបេអាចនាំងសន្សំសេចក្តីសុខហ្នឹងគឺអ្នកប្រាជ្ញទេបន្តិចម្ដងទៅបានសេចក្តីសុខហ្នឹងឡើងពេញក្នុងចិត្តសន្តាននឹងឯងទាំងដូចជាទឹកស្រក់តក់ពេញឆ្នាំងពេញក្អមអញ្ចឹងការសន្សំបុណ្យនាំមកនៅសេចក្តីសុខហើយកាលណាបើចិត្តនឹងឯងសុខប្រសិជ្ជៈទុក្ខប្រសិជ្ជៈរោគដូចជាអត្តនៃមហាកុសល5យ៉ាងអញ្ចឹង1អនិវច្ចថៈដោយអត្ថាប្រសិជ្ជៈទោសហើយយើងមើលទៅមិនមានជាប់ច្បាក់ខ្នោះខ្នែងមិនមាននៅក្នុងពន្ធនាគារមិនមានការធ្វើទរណកម្មមានភាពជាអិសរៈសពាំងអិសរិយ៉ាងសុខੰនឹងឯងគឺប្រសិជ្ជៈទោសនឹងឯងដែលជាសុខនោះថាអនិវច្ចថៈមហាកុសលទៀតដោយអត្ថាប្រសិជ្ជៈទោសទី2អរោគ្យថៈដោយអត្ថាប្រសិជ្ជៈរោគយើងមើលអ្នកមានជំងឺងើបមិនរួចអីចឹងរីងរៃរ៉ាំរ៉ៃដោយជំងឺរោគាហើយជានេះដែលជារោគនឹងចឹងទៅសុខភាពល្អកម្លាំងរហ័សរហួនរវេសរវៃសភាពនៃចិត្តដែលដោយអត្ថាអារោគ្យថៈនឹងមើលទី3សន្តរដ្ឋៈល្អដូចជាយើងស្លៀកពាក់ប្រដាប់តាក់តែងរាងកាយដោយសម្លៀកបំពាក់អលង្ការអីចឹងចូលក្នុងពិធីការផ្សេងហ្នឹងល្អស្អាតទៅប៉ុណ្ណាសភាពនៃចិត្តសន្តរដ្ឋៈដែលប្រកបទៅដោយមហាកុសលនឹងស្អាតល្អអញ្ចឹងទី4ឆេកដ្ឋៈដោយអត្ថាឆ្លាតដោយអត្ថាឆ្លាតឆេកដ្ឋៈឃើញទេឆេកដ្ឋៈឆសេអេកតជាងថនឹងឯងចឹងដោយអត្ថាឆ្លាតកុសលហ្នឹងគឺថាកោសលៈហ្នឹងឆ្លាតទៅតែហ្មងចឹងបើមិនឆ្លាតមិនមែនឲ្យទានកើតទេបើមិនឆ្លាតមិនមែនរសាសិលបានទេអាហ្នឹងគឺសភាពនៃចិត្តហ្នឹងឆ្លាតទៅតែអញ្ចឹងហើយទី5សុខវិបាកដ្ឋៈដោយអត្ថាមានវិបាកជាសុខនឹងឯងទាំងហើយក្នុងឧបនិស្សយបច្ច័យគឺកុសលជាបច្ច័យនៃកុសលដោយបកតោបនិស្សយបច្ច័យញ៉ាំងលោកកយៈកុសលខ្ពស់រហូតដល់ទៅលោកកតរៈកុសលឲ្យកើតឡើងទៀតផងបានព្រះអង្គទ្រង់ត្រាស់អំពីរឿងភ្នែកជាច្រមុះអណ្ដាតកាយចិត្តហ្នឹងប៉ុណ្ណាឬក៏រូបសម្លេងក្រិនរសផតពៈហ្នឹងឬក៏វិញ្ញាណធាតុទាំងអស់ហ្នឹងដែលកើតឡើងតាមទ្វារទាំង6ហ្នឹងព្រះអង្គត្រាស់ថាពិតជារបស់មេឯងមែននឹងឯងព្រះអង្គទទួលអញ្ចឹងគឺជារបស់មេមែននឹងឯងគឺព្រះអង្គទ្រង់មិនបដិសេធទេជារបស់មេប៉ុន្តែព្រះអង្គទ្រង់ត្រាស់អំពីព្រះនិព្វាននោះដែលមិនមានភ្នែកជាច្រមុះអណ្ដាតកាយចិត្តដែលមិនមាននៅសង្កតធัวឯណានីមួយនឹងឯងចឹងនឹងគឺក៏មិនមែនជាវិស័យរបស់មេក៏មិនមែនជាដំណើររបស់មេ
តែជាដំណើរជាផ្លូវរបស់តថាគតដែលទៅកម្មព្រះនិព្វានហ្នឹងគឺព្រះអង្គប្រគល់ឲ្យភ្នែកជាចំោះអណ្ដាតកាយចិត្តហ្នឹងព្រះអង្គមិនដណ្ដើមព្រះអង្គមិនយកទេគឺរបស់ទាំងអស់ហ្នឹងវាជានុយវាជាភ្នាក់វាជាអន្ទាក់វាជាសន្ទូចវាជាចំណងរបស់មេតែកាលណាសត្វលោកត្រេកអរគឺជាការជាប់ចំណងមេហ្នឹងដូច្នេះគឺព្រះអង្គមិនបានត្រេកអរជាមួយនឹងភ្នែកជាចំោះអណ្ដាតកាយចិត្តហ្នឹងទេគឺព្រះនិព្វានដែលមិនមាននៅសង្កតធម៌ទាំងគុណណាគឺជាអនុបាទនិរោធគឺជាការរលត់ទុក្ខដោយទុក្ខមិនបានកើតឡើងការមិនកើតឡើងនៃទុក្ខនឹងឯងចឹងគឺអត់មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណកើតឡើងទេនឹងឯងចឹងដោយអំណាចនៃអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងបានសមុច្ឆេទបហានៈនៅអវិជ្ជាតណ្ហាបាទានបានធ្វើឲ្យអភិសង្ខារគឺកម្មនឹងឯងស្ងប់រងាប់ទៅអស់ទៅមិនកើតឡើងព្រោះណាការមិនកើតឡើងនៃកម្មនេះអញ្ចឹងកម្មភពនឹងមិនមានឧបបត្តិភពក៏មិនមានឧបបត្តិភពនឹងគឺជាផលរបស់កម្មដែរកម្មជារូបលោកយៈវិបាកទាំងក្នុងបដិសន្ធិកាលទាំងក្នុងប្រវត្តិកាលនឹងមិនមាននឹងឯងគឺជាទុក្ខនិរោធអរិយសច្ចៈគឺជាព្រះនិព្វានត្រង់ដែលទុក្ខមិនបានកើតឡើងនឹងឯងអញ្ចឹងគឺជាដំណើររបស់ព្រះអង្គក៏ដែរមិនមែនជាវិស័យមិនមែនជាចតិដំណើររបស់មេទេអញ្ចឹងមេរាជហ្នឹងក៏ពោលទៅរកព្រះអង្គថាពួកជនណាដែលប្រកាន់នៅក្នុងភ្នែកជាចំោះអណ្ដាតកាយចិត្តនឹងឯងគឺដោយអំណាចនៃតណ្ហាថាជារបស់យើងដោយអំណាចនៃមានអ្នកថាជាយើងហ្នឹងឬក៏ដោយអំណាចទិដ្ឋិថាជាខ្លួនយើងហ្នឹងហើយបើបហប្រតិរបស់ព្រះអង្គនេះគឺថាមានដោយពួកជនទាំងអស់នោះដែរអញ្ចឹងគឺព្រះអង្គមិនរួចពីវិស័យរបស់ខ្ញុំព្រះអង្គទេបើប្រតិរបស់ព្រះអង្គដោយតែអ្នកប្រកម្មទាំងអស់នឹងដែរហ្នឹងគឺត្រង់ដែលថាជារបស់យើងជាយើងហ្នឹងណានឹងឯងហើយព្រះរាមាភិព្រះអង្គទ្រង់ឆ្លើយទៅថាពួកជនណាដែលមានវាទៈដែលពោលដែលប្រកម្មថានោះជារបស់យើងហ្នឹងតាំងមគ្គហ្នឹងហ្នឹងឯងដែលថានោះជារបស់យើងហ្នឹងគឺថារបស់នោះមិនមែនជារបស់តថាគតទេយ៉ាងវតន្តិអ្នកតាំងណៃហាំងគឺណាយ៉ាងវតន្តិហ្នឹងគឺថាពួកជនណាដែលពោលដែលប្រកម្មថានោះជារបស់យើងហ្នឹងណាគឺថាអ្នកតាំងណៃហាំងគឺថានោះមិនមែនជារបស់តថាគតទេហ្នឹងឯងអានឹងវាបានតែអ្នករតីនឹងឯងដែលប្រកម្មអញ្ចឹងទៅជារបស់អញនៅក្នុងโลกនេះគណាវាមានការកើតមកក៏ជាប់ទៅដោយឆន្ទរាគៈត្រេកអរពេញចិត្តតាំងតែអំពីឃើញពន្លឺថ្ងៃហ្នឹងក៏ត្រេកអររីករាយជាមួយនឹងរបស់ក្នុងโลกនឹងឯងរត់លេងទៅចំណៃចំណុកទៅតាមតែការពេញចិត្តចេះតែចម្រើនឡើងតាមវ័យរហូតដល់ទៅមានក្តីស្រឡាញ់ដោយសពគ្រប់ជាមួយនឹងអ្វីៗក្នុងโลกហ្នឹងចេះតែត្រេកអរហាក់ដូចជាខ្លួនឯងអ្នកបានអ្វីៗក្នុងโลกហ្នឹងអញ្ចឹងតាមដែលសត្វលោកយើងត្រេកអរហ្នឹងណានឹងឯងហើយមិនចេះគ្រប់គ្រាន់ទេគួរឲ្យហត់នឿយ
ដោយរត់ដេញតាមសមោលអញ្ចឹងដោយការប្រជែងជាមួយនឹងអ្នកដទៃនឹងឯងចឹងសមោលបានដល់កិលេសរបស់ខ្លួនឯងហ្នឹងចឹងចេះតែប្រព្រឹត្តទៅថាជាយើងថាជាអ្នកដទៃដល់ចឹងវាមានការហត់ណាស់ក្នុងការដែលត្រេកអរជាមួយនឹងរបស់ក្នុងលោកសូម្បីតែវ័យមានច្រើនគោកណាបរិភោគទទួលទានមិនអស់ក៏ប៉ុន្តែក៏នៅតែមានទុក្ខសោកសៅជាមួយនឹងរបស់នេះរបស់នោះរឿងនេះរឿងនោះដែលមិនបានដូចចិត្តនឹងឯងចឹងទាំងអស់នេះគឺมันអាចដោះស្រាយបានដោយសារការបានរបស់ដែលយើងពេញចិត្តនឹងទេរបស់ដែលបានមកហើយមើលមានឲ្យយើងបានទីពឹងរួចផុតពីទុក្ខកង្វល់ឯណាសូម្បីតែរបស់ដែលយើងចង់បានឥឡូវវាអត់តាន់បានហ្នឹងសូម្បីតែថារបស់នឹងបានមកក៏មិនអាចនឹងដោះស្រាយឲ្យយើងរួចផុតពីទុក្ខកង្វល់ដែររឿងដែលនាំឲ្យទុក្ខកង្វល់ហ្នឹងតាមពិតមិនមែនមកពីអត់របស់ទាំងអស់ហ្នឹងទេមកពីកិលេសក្នុងចិត្តរបស់យើងទេដែលឲ្យទុក្ខកង្វល់ហ្នឹងចឹងរបស់ខាងក្រៅហ្នឹងក៏ទៅតាមកម្មទៅតាមបុណ្យរៀបចំចឹងមកយើងវាមិនអាចបានអ្វីសពគ្រប់ពីក្នុងโลกនេះទេយើងមកពិចារណារបស់ដែលយើងមាននឹងប៉ុណ្្នឹងទៅហើយប្រើប្រាស់ឲ្យបានជាប្រយោជន៍ទៅពេលដូចជាថាយើងត្រូវទំនុកម្រងមេត្តាបិតាឬក៏យើងត្រូវធ្វើទានយ៉ាងណាឬក៏យើងមានភ្នែកមើលបីដកមានតិចស្ដាប់ធម៌មានកាយមានវាចាគ្រប់គ្រងដោយសិលមានចិត្តអប់រំដោយសមថៈវិបស្សនាអីហ្នឹងគឺឲ្យសម្រេចជាប្រយោជន៍ក្រៃលែងទៅពីព្រោះបន្តិចទៀតក៏វាអស់ទាំងអស់ទៅនឹងឯងវាមិនមែនអស់តែរបស់ខាងក្រៅនឹងទៅនោះទេហើយយើងត្រូវដឹងថាអ្វីក្នុងជីវិតរបស់យើងហ្នឹងវាសុទ្ធតែមានការពិតរៀបចំទៅដោយហេតុបច្ច័យនឹងស្រេចស្រាប់ហើយមានសាក្សីនៃសេចក្តីពិតហ្នឹងគឺត្រង់ហេតុហ្នឹងហើយចឹងក្នុងខ្លួនយើងក៏ដោយក្នុងអ្នកដទៃក៏ដោយយើងដឹងហើយគឺអត់មានកើតទុក្ខមិនសុខចិត្តមួម៉ៅក្តៅក្រហាយប្រឆាំងតវ៉ាក្នុងរឿងអីទាំងអស់កាលណាបើយើងស្រាវជ្រាវរកការពិតឃើញក្នុងលោកនឹងជាធម្មជាតិដ៏អស្ចារ្យម្យ៉ាងដែលបុគ្គលណាដឹងហើយរមែងរួចផុតចាកទុក្ខចំពោះទៀតចំពោះការពិតហ្នឹងអ្វីត្រឹមត្រូវសពគ្រប់ចឹងដែលកើតឡើងមានការដូចថាជាការវិនិច្ឆ័យក្តីយ៉ាងត្រឹមត្រូវអ្វីដែលកើតឡើងនឹងត្រូវតែមានការវិនិច្ឆ័យទៅអស់ទៅចឹងទៅណាហ្នឹងឯងហើយបើការពិតត្រឹមត្រូវ 100% អញ្ចឹងហើយយើងកើតទុកមិនសុខចិត្តរឿងអីវាមានតែកិលេសរបស់យើងដែលមិនទាន់បានឃើញការពិតហ្នឹងយើងវានៅចុះចូលជាមួយនឹងតណ្ហាតែតណ្ហានោះវាដឹកនាំមកសង្សារវដ្តមកហើយចិត្តទៅចង់បាននេះចិត្តទៅចង់បាននោះអញ្ចឹងទៅវាមិនបានសង្កេតពិនិត្យទៅជាមួយនឹងការពិតដល់វាអត់បានដូចចិត្តវាអត់បានដូចចង់ក៏កើតទុកទៅដូច្នេះយើងបានមកខ្សែគប់ជាមួយនឹងពុទ្ធសាសនាមានបត្រៃបីដកតំណាងព្រះសាស្តាមានព្រះសង្ឃដែលទ្រង់បានរក្សាត្រួតត្រងនៅបត្រៃបីដកមរតករបស់ព្រះអង្គហ្នឹងយើងបានមកខ្សែគប់ចឹងទៅឈ្មោះតែយើងខ្សែគប់ជាមួយបញ្ញាយើងលះបង់កិលេសតណ្ហាមកចោកចូលជាមួយបញ្ញាដើម្បីបញ្ញានឹងឯងនាំឲ្យយើងស្គាល់ការពិតហ្នឹងដល់អញ្ចឹងទៅគឺថាការពិតបានប្រកបឡើងដល់បញ្ញាក៏ជាអារម្មណ៍នៃសេចក្តីសុខស្ងប់នឹងទៅតែម្ដងអញ្ចឹងនឹងឯងអញ្ចឹងបានយើងយល់ថាអាការដែលកើតទុកមិនសុខចិត្តមិនមែនមកពីយើងមិនបាននៅរបស់ជាទីប្រាថ្នានោះទេនឹងឯងអានឹងវាគ្រាន់តែនិយាយឲ្យដឹងរឿងគ្នាតែប៉ុណ្្នឹងទេប៉ុន្តែវាតេតួងនឹងរឿងផ្លូវចិត្តដែលវាមានសេចក្តីប្រកាន់នៃនេះទេដែលនាំឲ្យកើតទុក្ខ
យើងត្រូវសិក្សាឲ្យឃើញប្រភពនៃបញ្ហាប្រភពនៃសេចក្តីទុក្ខបើមិនអញ្ចឹងទេយើងអត់ដោះស្រាយក្នុងចិត្តរបស់យើងទេយើងទៅដោះស្រាយដោយការឆ្លោះប្រកែកតោះតេងវាយតប់ហ្នឹងឯងមានការជាបាបបៀតបៀនសពគ្រប់ដោយកាយដោយវិចារដោយគំនិតជាបាបៈហ្នឹងគឺថាទោះជាឈ្នះអ្នកដទៃក៏ឈ្នះដោយពីវេរាព្រោះណាអ្នកចាញ់ដេកជាទុកអ្នកឈ្នះក៏ជួបប្រទះនៅពីអញ្ចឹងទៅនឹងឯងចំណែកប្រខៃណាស្របឯឧបសន្តោសុខាំងសេតិហិធ្វាជាយៈបរាជាយ៉ាងគឺថាបានលះបង់នៅការប្រកួតប្រជែងឈ្នះចាញ់នឹងគឺព្រះអង្គមានបហប្រតិជាសុខព្រោះកំចាត់បងនៅកិលេសក្នុងចិត្តសន្តានចឹងបានពុទ្ធបរិស័ទយើងត្រូវបញ្ច្រាស់ពីតណ្ហាមកវិញនឹងយ៉ាប់វាមិនមែនដូចដែលយើងទៅតាមកខ្សែទឹកទេប៉ុន្តែទៅតាមខ្សែទឹកហ្នឹងវាងាយមែនប៉ុន្តែវាទៅរកអន្លង់វាទៅរកការលិចលង់ស្លាប់ឬបើដូចជាត្រីងាប់វាមិនដែលទៅតាមកខ្សែទឹកការដែលត្រូវហែលបញ្ច្រាស់ទឹកវាតតែត្រីរស់យ៉ាងណាត្រីរស់ដែលហែលបញ្ច្រាស់ទឹកនឹងជាឈ្មោះនៃសេចក្តីប្រឹងប្រែងជាយាមបញ្ច្រាស់ពីតណ្ហាដោយអំណាចនៃសតិប្បដ្ឋានវិបស្សនាមករកការពិតថាតើរស់នៅសប្ងៃនឹងស្អីជាយើងដែលជាអ្នកបាននៅរបស់ក្នុងលោកនឹងអានឹងទើបយើងអាចឈ្នះតណ្ហាបាននឹងឯងបើយើងចង់ប្រជែងចង់ប្រឆាំងជាមួយតណ្ហាតលតែសតិប្បដ្ឋានវិបស្សនាបញ្ច្រាស់ពីតណ្ហាទាំងយើងកុំចេះតែរកអ្វីក្នុងលោកនឹងតែម្យ៉ាងនឹងឯងហាមឃាត់មិនបានទេការដែលត្រូវការប្រាថ្នានឹងប៉ុន្តែគ្រាន់តែរំលឹកថារកខ្លួនឯងផងមើលជាមួយគ្នានឹងការដែលខំប្រឹងអ៊ឹសអាសសពគ្រប់សឹងតែរកពេលសូត្រធัวអិតិពិសោនមោទសៈគ្នានោះអស់កម្លាំងក៏លក់បាត់ទៅភ្ញាក់ឡើងនឹកគិតកិច្ចការងារសពគ្រប់ទៀតនោះអាហ្នឹងហាមឃាត់មិនបានទេនឹងឯងពីព្រោះវាជាកម្លាំងវាជាចំនួននៃតណ្ហាប៉ុន្តែគ្រាន់តែរំលឹកថារកខ្លួនឯងផងតើយើងនឹងជាស្អីគឺណាដែលជាអ្នកបាននៅអ្វីក្នុងលោកហ្នឹងមេរៀនពុទ្ធអង្គទៀតដែលទ្រង់ណែនាំឲ្យរកខ្លួនឯងហ្នឹងដូចជាមួយនឹងផត្តវគ្គយៈ30អង្គឬក៏ជាមួយនឹងព្រះនាងអនោជាដែលជាភរិយាម៉ែសីរបស់ព្រះមហាកបិតហ្នឹងព្រះអង្គឲ្យរកខ្លួនឯងទៅក្នុងការដែលទៅសួរព្រះអង្គរននេះរននោះហ្នឹងហ្នឹងឯងអញ្ចឹងគឺថាការដែលព្រមរកខ្លួនឯងហ្នឹងគឺព្រមស្ដាប់ព្រះអង្គណាព្រះអង្គសម្ដែងប្រាប់ហើយពីបញ្ញខណ្ឌហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងរូបមហាភូតរូបឧបាទេយរូបវេទនាកើតមួយចិត្តសញ្ញាសង្ខារហ្នឹងរត់ទៅរកឲ្យឃើញជាអាត្មាអញទៅនឹងឯងតើអាត្មាអញហ្នឹងនៅក្នុងបញ្ញខណ្ឌហ្នឹងឬក៏ខណ្ឌ5ហ្នឹងជាអាត្មាអញឬក៏អាត្មាអញហ្នឹងផ្សេងពីបញ្ញខណ្ឌហ្នឹងទៅទៀតនឹងឯងអញ្ចឹងបានព្រះអង្គត្រាស់ថាណែយ៉ាងដែលតាមតេពួកជនណាដែលប្រកម្មមានវាទៈពោលឡើងថាជារបស់អញហ្នឹងហ្នឹងឯងគឺអ្នកតាំងម៉ៃហាំងរបស់ទាំងអស់ហ្នឹងមិនមែនជារបស់តថាគតទេយេវតាមតេពួកជនណាដែលពោលថាជាអញហ្នឹងអ្នកទេអាហាំងគឺតថាគតហ្នឹងមិនមែនជាពួកជនទាំងអស់នោះទេណាដែលមានរាជារាយថាបើប្រតិយរបស់ព្រះអង្គដូចជាអ្នកដែលប្រកាន់ថារបស់អញជាអញដែរហ្នឹងព្រះអង្គមិនរួចពីវិស័យរបស់ខ្ញុំព្រះអង្គទេនោះព្រះអង្គទ្រង់ត្រាស់ថាអាហ្នឹងរឿងពួកជនវាអញ្ចឹងពួកជនអ្នករតីវាមានអញ្ចឹងនឹងឯងវាមានអញ្ចឹងដូចជាមួយនឹងពនាងសេឡាអញ្ចឹងដែលមេរាជារាយថានាងឯងជាស្រីមានបញ្ញាពីថ្នត់មកប្រព្រឹត្តធัวរនិព្វានអីជាធัวសម្រាប់អីសីប្រុសបានតែប្រុសអីចឹងទៅទេហើយនាងឯងជាស្រីមានបញ្ញាប្រវែងទី2ថ្នប់ចង់និយាយថាជាស្រីនឹងមានបញ្ញាប្រហែលតែចេះត្បាញសពុតនឹងឯងយោមរៀមពីចាប់ត្រល់បោះចុះបោះឡើងនឹងតែប៉ុណ្្នឹងទេនឹងឯងបានពនាងសេឡានឹងថាបើចិត្តតាំងមមហើយញាណនឹងបានកើតឡើងហើយ
ភាវៈជាស្រីហ្នឹងមកធ្វើអីមិនឲ្យយើងឃើញសច្ចធម៌ភាវៈជាស្រីហ្នឹងមកធ្វើអីមិនឲ្យយើងឃើញការពិតអាហ្នឹងតបទៅវិញអញ្ចឹងរឿងភាវៈជាស្រីអត់មានអីមករារាំងមិនឲ្យឃើញការពិតទេព្រោះវារឿងចិត្តឯនេះទេតាដែលតម្កល់មមញៀននេះទេតាដែលកើតឡើងវិបស្សនាញៀនមគ្គញៀននេះមានស្រីអីមកធ្វើអីមិនឲ្យយើងឃើញការពិតនឹងឯងណាចំពោះអ្នកណាដែលប្រកម្មថាអាត្មាអញជាស្រីអាត្មាអញជាប្រុសនេះអានឹងមេឯងទៅនិយាយជាមួយអ្នកនឹងបាននឹងឯងនិយាយជាមួយអ្នកដែលប្រកម្មខ្លួនជាស្រីជាប្រុសហ្នឹងអានឹងទៅនិយាយមួយគេបានតែជាមួយគ្នានឹងយើងអត់បានទេនឹងឯងនឹងគឺទូលមានមេហ្នឹងហើយតោមនោះអន់ចិត្តទៅវិញទៅព្រះពុទ្ធអង្គក៏ទ្រង់ព្រះអង្គត្រាស់ថាណែអ្នកដែលប្រកម្មថាជាបោះអញហ្នឹងអាហ្នឹងមិនមែនរបស់តថាគតទេហើយអ្នកណាដែលមកប្រកម្មថាជាអញហ្នឹងនឹងគឺតថាគតមិនមែនអ្នកនឹងទេតថាគតមិនមែនអ្នកដែលមកប្រកម្មថាជាអញនឹងទេអ្នកដែលប្រកម្មថាអញនឹងអ្នកនឹងទៅតែតថាគតមិនមែនអ្នកនឹងទេណាមិនមែនអ្នកនឹងទេយេវតន្តេអ្នកទេអហង្សចឹងគឺព្រះអង្គត្រាស់តែអេវ៉ាំងបាតិមៈជានាសិមនាមានចិត្តបាបអ្នកចូលដឹងចឹងទៅដឹងហ្នឹងឲ្យដូចតថាគតប្រកាសហើយហ្នឹងគឺត្រង់ដែលថាអ្នកណាដែលប្រកាន់ថាជាបោះអញហ្នឹងគឺមិនមែនរបស់តថាគតទេបានតែអ្នកប្រកាន់ចឹងទៅហើយអ្នកដែលថាអញហ្នឹងគឺអ្នកហ្នឹងក៏មិនមែនតថាគតដែរនឹងឯងចូលដឹងចឹងទៅហើយអ្នកឯងមិនបានឃើញផ្លូវតថាគតទេអ្នកមេមគ្គមបេតកសិតេគាត់ណាអ្នកឯងអត់បានឃើញផ្លូវតថាគតទេនឹងឯងគឺដូចជាពនាងអលវិកាភិក្ខុនីពោលជាមួយនឹងមេមានចិត្តបាបក្នុងភិក្ខុនីសង្យុត្តនឹងចឹងដែលមេនឹងថាណដ្ឋិនិសរណង្លោកេនោះព្រះនិព្វានគឺការលះបង់នៅលោកនឹងអត់មានណាតែអលវិកាភិក្ខុនីពោលថាអដ្ឋិនិសរណង្លោកេបញ្ញាយៈមេសុផោសតាំងការរលាស់ចោលនៅលោកមានគឺថាយើងបានពាល់ត្រូវច្បាស់លាស់ណាស់ដោយបញ្ញាដ៏ប្រពៃរបស់យើងគឺការរលត់ទុកមានណាការអស់ទៅនៃទុកនឹងមានទុក្ខនិរោធនឹងមានគឺនៅអដ្ឋិនិសរណង្លោកេអដ្ឋិប្រែតែមានទេប៉ុន្តែមានហ្នឹងគេអ្នកអដ្ឋិទៅជាណដ្ឋិហ្នឹងណាណដ្ឋិហ្នឹងមកពីអ្នកអដ្ឋិហ្នឹងប្រែតែមិនមានហ្នឹងមានថាអត់មានទេនិសរណង្លោកេហ្នឹងការរលាស់ចោលនៅលោកគឺព្រះនិព្វានហ្នឹងគឺអត់មានអីព្រោះយើងឃើញច្បាស់ទុក្ខនិរោធហ្នឹងទុក្ខវាមានកើតឡើងព្រោះសមុទយៈឯការរំលត់នៅសមុទយៈហ្នឹងលះបង់សមុទយៈហ្នឹងដោយមគ្គហ្នឹងក៏ជាការរំលត់ទុក្ខហ្នឹងគឺមានទាំងដែលយើងបានពាល់ត្រូវដោយបញ្ញារបស់យើងផងអ្នកខ្វាំងជានេសិតាំងប្រទាំងហ្នឹងដែលពនាងអលវិកាបន្តទៅថាម្នាក់មានចិត្តបាបមានថៅពងជាអ្នកប្រមាថអ្នកឯងអត់ដឹងនៅសន្តិបត្តិនឹងទេនឹងឯងទៅអ្នកខ្វាំងជានេសិតាំងប្រទាំងអ្នកឯងអត់ដឹងទេនៅព្រះនិព្វាននឹងនោះអ្នកឯងមកពោលថាអត់មាននឹងនោះទាំងដែលអ្នកឯងអត់ដឹងនៅព្រះនិព្វានហ្នឹងចឹងគឺនៅក្នុងសេចក្តីនេះខ្ញុំមើលណារៀបរាប់ពីក្តីជ្រះថ្លានៃពុទ្ធបរិស័ទយើងក៏ណាបានសង្ហែបត្រៃបីដកអីហ្នឹងរៀបរាប់ពីវិបត្តិពិមពិសាដែលក្រោយមកហ្នឹងរៀបចំធម្មបណ្ណាការហ្នឹងគឺព្រះអង្គចាពុទ្ធវចនៈហ្នឹងហើយបន្តពីពុទ្ធគុណធម្មគុណសង្ឃគុណហ្នឹងដាក់ក្នុងសន្លឹកមាសទៀតហើយតែក្រាំងមាសគឺថាព្រះអង្គចាដោយផ្ទាល់ព្រះអង្គមានអក្សរហើយណាអក្សរព្រះអង្គសរសេរផ្ទាល់ព្រះអង្គចឹងហើយដាក់លើហេតុរតនៈហើយឲ្យគេលើកដាក់លើខ្នងតម្រៃបទីនាងហើយព្រះអង្គដង្ហែចេញមករហូតដល់ព្រំបទលដែនអាណាខេត្តនឹងតែម្ដងហើយព្រះអង្គក៏បញ្ជូនទូត
ឲ្យធ្វើដំណើរឆ្លងកាត់នគរដតីរហូតទៅដល់នគរប្របាទតុក្កសាទេហើយនៅពេលដែលដំរីបទីនាងនាំបត្រៃបីដកហ្នឹងព្រះអង្គសរសេរមិនបានគ្រប់សពបត្រៃបីដកទេគឺពុទ្ធគុណធម្មគុណសង្ឃគុណព្រះអង្គសម្ដែងពីពោធិបក្ខយធัวអីចឹងទៅមានប្រកម្មដ្ឋានមានអីចឹងទៅហើយព្រះអង្គថ្វាយបង្គំទៅថ្វាយបង្គំដោយព្រះអង្គនឹកឃើញថាព្រះរាមាវិភាកព្រះអង្គទ្រង់យាងទៅបច្ច័នតប្រទេសហើយគឺព្រះអង្គជាព្រះរាជាព្រះអង្គគោរពព្រះរាមាវិភាកមិនហ៊ានអារាធនាព្រះអង្គអីទេណាគឺថាពុទ្ធកិច្ចព្រះអង្គទ្រង់ជ្រាបហើយព្រះអង្គទ្រង់យាងទៅណាព្រះអង្គសុទ្ធតែមានបញ្ញាចារណាព្រះអង្គទ្រង់ជ្រាបចឹងអាត្មាអញនឹងជាស្អីទៅអារាធនាព្រះអង្គយាងទៅនេះទៅនោះអីព្រះអង្គទ្រង់ជ្រាបប្រកបដោយបហប្រតិករណាព្រះអង្គយាងទៅដូច្នេះអត់ហ៊ានអារាធនាព្រះអង្គឲ្យយាងទៅទេគឺថាចាបត្រៃបីដកហ្នឹងឲ្យថ្វាយបង្គំដោយនឹកសបាយប្រតិថាព្រះតថាគតយាងទៅកម្មបច្ច័នប្រទេសចឹងពុទ្ធបរិស័ទយើងត្រេកអរជ្រះថ្លាជាមួយនឹងបត្រៃបីដកហ្នឹងគឺថាជាការទទួលព្រះសម្មាសម្ពុទ្ធព្រោះព្រះអង្គទ្រង់សម្ដែងយោវោអនន្តមយាធម្មោចវិនិយោចទេសតោបញ្ញត្តោសោវោមមច្ចយេនសត្ថាណាគឺធួយណាដែលថាគាត់បានសម្ដែងហើយវិន័យឯណាដែលតថាគតបានបញ្ញត្តិហើយដល់អ្នកទាំងឡាយអំណើអត់ពីតថាគតទៅធួនឹងវិន័យនឹងជាគ្រូជាសាស្តារបស់អ្នកទាំងឡាយនឹងឯងគឺជំនួសព្រះអង្គហើយនឹងអញ្ចឹងគឺពុទ្ធបរិស័ទយើងរីករាយទៀតហើយអានបត្រៃបីដកនឹងឲ្យមានសេចក្តីសុខទៅកុំខ្វល់ជាមួយនឹងរបស់អីផ្សេងឲ្យកើត